ជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងការស្រាយរឿងមេក្លែនមហាសំណាងនឹងអញ្ចឹងមុននឹងចូលសាច់រឿងយើងសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបាទ Please sir I want some more នឹងអញ្ចឹងការវិភាគមុនហ្នឹងគឺក្រៃហ្នឹងបានស្វែងរក slime របស់ C3 ហ្នឹងតែរកមិនឃើញនោះទេអញ្ចឹងគេក៏លែងខ្វល់អញ្ចឹងឥឡូវយើងមកដឹងថាម៉េចបានជា slime របស់ C3 នៅក្នុងដៃរបស់ក្រៃព្រោះកាលពីមួយឆ្នាំមុនហ្នឹង C3 ហ្នឹងបានផ្ញើ slime ដែលនាងទៅតែបង្កើតឡើងហ្នឹងឲ្យក្រៃជាអ្នកទុកហើយម្នាក់ស្រីសក់ផ្កាឈូកនេះឈ្មោះពេញរបស់នាងគឺ C3 Smart ជាសមាជិកនៃ Creeper និងជាអ្នកវិទ្យាសាស្ត្រហើយក៏ជាប្អូនស្រីរបស់ Liz Smart ផងដែរអញ្ចឹងនាងក៏បានប្រាប់ក្រៃថា slime នៅក្នុងបំពង់នេះគឺវាមានគ្រោះថ្នាក់ខ្លាំងណាស់បើប្រឡែងចេញមកក្រុងទាំងមូលអាចនឹងត្រូវកំទេចចោលអញ្ចឹងយើងត្រឡប់មកបច្ចុប្បន្នវិញដែល slime ហ្នឹងគឺបានបាត់ហើយក្រៃហ្នឹងខំដើររកពេញ clan ហើយតែរកមិនឃើញនោះទេអញ្ចឹងគេក៏វិភាគនៅរូងចចកសហ្នឹងគេបើកមើលទៅអត់មានឃើញ slime ហ្នឹងទេហើយមុននឹងយកទៅនេះគេបានដាក់ក្នុងទូសម្ងាត់មិនដែលបើកមើលសូម្បីតែម្ដងអញ្ចឹងមានតែបំពង់ហ្នឹងគឺទទេតាំងពីដំបូងក្រៃក៏សន្មតថាអញ្ចឹងបើគិតតទៀតដល់តែគេក៏អួតលើហើយចំណែកនៅក្នុងរូងចចកសនេះវិញដោយសារតែមានរឿងចម្លែកកើតឡើងអញ្ចឹងសមាគមហ្នឹងក៏ចាប់ឲ្យក្រុមផ្សេងទៀតមកតាមដានមើលរីឯក្រៃដេកមិនលក់បកមិនលហើយក៏បានមកជួបនឹងអ៊ីវ៉ាក៏បានប្រាប់ថាខាងសមាគមនឹងចង់ជួបនឹងគេតែក្រៃប្រាប់ឲ្យទីណូទៅជំនួសទៅព្រោះនាងជាមេក្រុមក្នុងករណីរឿងរូងចចកសនេះភ្លាមនឹងក្រៃក៏សួរអ៊ីវ៉ាថានៅក្នុងក្រុងនោះមានរឿងអីកើតឡើងឬអត់ឬក៏មានការចល័តទាហានអីអត់អ៊ីវ៉ាក៏ថាគ្មានទេហើយក៏បានសួរនាំបន្ថែមតែក្រៃក៏បានត្រឡប់សាច់រឿងនឹងវិញដោយថាវាគ្រាន់តែជាការសម័យរបស់គេប៉ុណ្ណោះហើយក៏បានដើរចេញទៅអ៊ីវ៉ាក៏គិតក្នុងចិត្តថាអាចនឹងមានរឿងកើតឡើងទៀតហើយព្រោះការប៉ាន់ស្មារតីរបស់ក្រៃនឹងតែងតែត្រូវជានិច្ចដូចជាគ្រោះធម្មជាតិបញ្ហាចម្លែកក្នុងរោងកំណប់ចំនួនអ្នកមានអំណាចអីចឹងទៅដែលការទូទាយរបស់ក្រៃម្ដងហ្នឹងអាចថាជារឿងចៃដន្យតែដល់ពេលត្រូវញឹកញាប់ពេកនោះវាមិនមែនជារឿងចៃដន្យទៀតនោះទេអញ្ចឹងធ្វើឲ្យអ៊ីវ៉ាឆ្ងល់ថាអាចនឹងមានអ្វីកើតឡើងនៅក្នុងក្រុងនេះចំណែកក្រៃនឹងក៏បានមកដល់កន្លែងវឹកហាត់ដែលសមាជិកជាច្រើននឹងនៅចាំខាងក្រៅហើយម្នាក់ប្រុសនេះគឺ Sven Anger ជាមេក្រុម Obsidian Cross Sven ក៏ប្រាប់ឲ្យក្រៃនឹងបញ្ឈប់ Liz ផងដែលនាងនឹងកំពុងតែវឹកហាត់ Tino អញ្ចឹងក្រៃក៏ចូលទៅមើលហើយក៏ឃើញ Tino នឹងកំពុងដេកស្ប៉ាមនឹងដីអញ្ចឹងក្រៃក៏បានបញ្ឈប់ Liz ត្រឹមនឹងហើយ Liz ក៏យកព្រមតែ Tino ក៏បានមកចាប់ជើង Liz ដែលនាងអាចបន្តវឹកហាត់ទៀតបាន今クライちゃんと話してるんだけどពេលនាងងើបមុខមកគឺនាងបានពាក់ម៉ាស់ដែលក្រៃផ្លេចចោះប្រឡោះភ្នែកនឹងផងដែរចឹង Liz ក៏បានវឹកហាត់ Tino បន្តទៀតក្រៃក៏បានរត់ចេញមកវិញព្រោះ Liz ចេញចឹងហើយគេហាមលែងបានហើយតែ Sven ក៏ថានេះជាគោលបំណងរបស់ក្រៃចង់ឲ្យ Tino ខ្លាំងជាងមុនចឹង Sven ក៏បានប្រាប់ពីរឿងច្រកផ្លូវខាងជើងត្រូវបានបិទដោយសារខ្មោចចេញមកច្រើនពេកសូម្បីតែទាហានក៏ត្រូវបានសម្លាប់ដែរដែលវាស្តៀងទៅនឹងរឿងរូងចចកសដែរហើយនេះទៅខាងសមាគមនឹងចង់ជួបក្រៃថាបើអាកនៅល្អណាស់គេនឹងទម្លាក់ការងារនេះទៅឲ្យអាកចឹងគេក៏សម្រេចចិត្តទម្លាក់ការងារនេះទៅឲ្យ Sven និងក្រុមរបស់គេវិញព្រោះឯនៅទល់មុខគ្នាហ្នឹងហើយក៏បានដើរចេញទៅសមាជិករបស់ Sven ម្នាក់ហ្នឹងក៏មិនពេញចិត្តនៅទង្វើរបស់ក្រៃដែលគេជាម្ចាស់ clan តែគ្មានធ្វើអ្វីសោះចឹង Sven ក៏ប្រាប់ម្នាក់ហ្នឹងថាទៅចូល clan ដំបងអត់ទាន់ស្គាល់ក្រៃច្បាស់ដែលក្រៃនោះគឺជាបិសាចត្រូវតាមឲ្យទាន់នៅពាក្យសម្ដីរបស់ក្រៃនិងអត្ថន័យនៅក្នុងហ្នឹងក្រឡេកមកកាកវិញកំពុងតែមើលរបាយការណ៍តាក់ទងនឹងរូបចចកសដែលវាគ្មានការប្រែប្រួលអីនោះទេតែមូលហេតុអីបានជាមានបាតុភូតចម្លែកចឹងកាគិតថាមានតែក្រៃទេដែលដឹងហើយស្អែកគេនឹងទៅរកក្រៃដល់ clan តែម្ដងព្រោះអីក្រៃមិនដែលចូលរួមកំណត់ទេមួយរយៈហ្នឹងហើយថ្មីនេះស្រាប់តែទៅរូងចចកសអញ្ចឹងប្រកាសជាមានរឿងមិនស្រួលហើយនៅក្នុងរូងហ្នឹងរូបភាពក៏បានកាត់មកអ្នកវិទ្យាសាស្ត្រម្នាក់នឹងគ្នាគេមកក្រុងកំពុងផលិតអ្វីមួយយ៉ាងដែលពួកហ្នឹងគឺជាសមាគមវេទមន្តនៃ Akashic Tower ហើយពួកហ្នឹងក៏ព្រួយបារម្ភព្រោះមានអ្នកប្រមាញ់ខ្លាំងមកក្បែរកន្លែងពិសោធន៍គេជាពិសេសគឺ1000ល្បិចក្រៃនឹងឯងហើយពួកហ្នឹងកំពុងបង្កើតថាមពលមួយយ៉ាងដើម្បីផ្លាស់ប្ដូររូងកំណប់ហើយសមាជិកគេហ្នឹងនៅមានម្នាក់ទៀតគឺ Sophia Black ជាកូនសិស្សរបស់តាហ្នឹងដែលនាងគ្រប់គ្រងលើប្រព័ន្ធការពារតែនាងបានទៅដើរកំសាន្តបាត់ទៅហើយនៅយប់មួយនឹងក្រៃក៏បានយកសពថា slime យក្សហ្នឹងមកកំទេចទីក្រុងចឹងទៅហើយពេលភ្ញាក់ឡើងវិញក៏បែកញើសពេញខ្លួនព្រោះ Liz ហ្នឹងបានមកដេកជាមួយគេដែលកម្ដៅក្នុងខ្លួនរបស់ Liz ហ្នឹងគឺក្ដៅខុសពីមនុស្សធម្មតា Liz ក៏បានបបួលក្រែងទៅដេកជាមួយនាងនៅថ្ងៃស្អែកតែព្រឹកឡើងហ្គាក៏មកដល់ clan របស់ក្រៃតែម្ដងចឹង Liz និងហ្គាហ្នឹងពេលជួបគ្នាដូចឆ្មាហើយកដោចឹងពីរអ្នកគេក៏បានវាយគ្នាពេញ clan ហ្នឹងទៅហើយក្រៃនឹងលេខារបស់កាខៃណាហ្នឹងក៏ទៅពិភាក្សាគ្នាខៃណាក៏សួរក្រៃពីរឿងចចកសតែក្រៃក៏ធ្លុយមាត់ថាគេកំពុងខ្វល់រឿងផ្សេងអញ្ចឹងនាងក៏ដេញដោលសួរពីរឿងផ្សេងនោះតែចៃដន្យនេះក្រៃមិនអាចនិយាយថាគេបានប្រឡែង slime ដល់គ្រោះថ្នាក់មួយចេញមកនោះទេអញ្ចឹងគេក៏សម្រេចចិត្តជួយក្នុងរឿងចចកសនោះវិញដែលគេមិនអាចជិះមុខបន្តបានទេតែគេនឹងចាត់សមាជិក clan ទៅចំណែកការប្រយុទ្ធរវាង Gak និង Liz ហ្នឹងក៏បានចាប់ផ្ដើមខ្លាំងទៅដែល Gak ហ្នឹងក៏មិនអន់ដែរគេធ្លាប់ជាអ្នកប្រមាញ់ level 7រហស្សនាម3ខ្សែសង្គ្រាមចឹងក្រៃក៏ទៅខាត់ពីអ្នកគេហើយក៏ទៅដេកជាមួយ Liz បាត់ទៅពេលអ៊ីវ៉ាត្រឡប់មកវិញឃើញថាអាគារ clan គេហ្នឹងកំពុងចាប់ផ្ដើមខ្ទេចបដាហើយ
ចំណែក List វិញក៏បានប្រាប់ពីបិសាចខ្លាំងៗនៅ Night Palace ដែលក្រុម Griever នឹងកំពុងធ្វើការរុករកដែលជារូងកំណត់ level 8 ក្រៃក៏ឲ្យ List ប្រៀបធៀបពីមេនៅ Night Palace និងរូងចចកសតែ List មិនដឹងថានៅរូងចចកសនោះមានមេបិសាចនោះទេព្រោះវាអន់ពេករំពេចនឹង List ក៏ទៅចាប់បរិសម្នាក់ដែលគេបានសម្លាប់សម្លឹងទៅកាន់ក្រៃនិង List តែក្រៃក៏បានប្រាប់ឲ្យនាងលែងគេវិញសម្រាប់បរិសម្នាក់ហ្នឹងគឺជាកូនចៅរបស់អាកាសិកនឹងឯងហើយដែលក្រៃលែងគេវិញអញ្ចឹងធ្វើឲ្យគេមិនដឹងថាក្រៃមានគោលបំណងអ្វីនោះទេចឹងរឿងក៏បានត្រឡប់មកពេលដែល Sophia Blake នឹងជួបជាមួយនឹងតាសក់សហ្នឹងដែលគាត់មានឈ្មោះថា Noctis Cochlear ហើយនាងក៏សុំតានឹងធ្វើជាកូនសិស្សនឹងឲ្យយើងទៅអតីតកាលបំផ្លែតបានហើយឥឡូវយើងមកបច្ចុប្បន្នវិញដែលកាងនឹងកំពុងខឹងឡើងក្រហមខ្លួនហើយដែលក្រៃនឹងបែរជាឲ្យក្រុម Sven នឹងមកជួបនឹងកាងទៅវិញចឹងកាងក៏ឲ្យក្រុម Sven នឹងទៅស៊ើបអង្កេតរូងចចកសចំណែកការដែលរបស់ List វិញក្រៃក៏នាំនាងដើរមកកន្លែងដែលមានគ្រោះថ្នាក់បំផុតនៅក្នុងក្រុងដោយសារមានមនុស្សបាត់ខ្លួននៅម្ដុំនេះចឹងក្រៃក៏ថាវាអាចជាទង្វើរបស់ Citri Slime ណាមួយក៏មានហាងការ៉ែនទៅនឹងបើកថ្មីផងដែរចឹងព្រួនមួយបាញ់បានសត្វពីរចៃដន្យឯហាងការ៉ែននេះគឺជាជំរំមួយរបស់កូនចៅ Noctis Cochlear នឹងឯងពេលនោះ Sophia ក៏ដើរចូលមកដែលនាងនឹងបានត្រឡប់ពីដើរកំសាន្តវិញហើយចំណែកក្រៃនឹង List ដែលមករកស៊ីការ៉ែមនឹងក៏ខានលិតចឹងទៅព្រោះហាងបិទទ្វារចឹងគេក៏មក Clan វិញដែលស្អីក៏រកមិនឃើញការ៉ែមក៏មិនបានលិតចឹងក្រៃក៏សួរ List នឹងការ Citri មកវិញដែល Citri នឹងមានរបស់ច្រើនត្រូវយកមកចឹងប្រហែលជាយូរបន្តិចពេលនោះ Eva ក៏ចូលមកដែលនាងបានចាត់តាំងសមាជិក Clan នឹងទៅរួមចចកសតាមសំណើរបស់សមាគមមានដូចជាក្រុម Sven ចឹងទៅតែអាចគឺអវត្តមានដែលការស៊ើបអង្កេតនេះនឹងចាប់ផ្ដើមនៅថ្ងៃស្អែកកូនចៅអតា Cochlear ហ្នឹងក៏បានប្រាប់ថាក្រៃហ្នឹងបានរកឃើញជំរំរបស់គេហាងការ៉ែមហ្នឹងតែក្រៃបែរជាមិនខ្វល់ហើយមើលរំលងទៅវិញធ្វើឲ្យពួកហ្នឹងមិនយល់ពីគោលបំណងរបស់គេនោះទេបានត្រឹមតែភ័យ Sophia ក៏ប្រាប់ឲ្យតតាំងជាមួយគេតែម្ដងទៅដែលនេះគឺជាឱកាសមួយក្នុងការតេស្តប្រព័ន្ធការពារដែលនាងបានបង្កើតឡើងចឹង Cochlear ហ្នឹងក៏យល់ស្របព្រោះបានប្រព័ន្ធល្បិចដឹងពីផែនការរបស់គេហើយចឹងគេមិនអាចរត់រួចដោយមិនមានការប៉ះទង្គិចគ្នាសោះនោះទេចឹងវាយគ្នាហ្មងទៅចំណែក Tino វិញនាងបានមកងូតទៅជំរះកាយហើយក៏មក Clan ដែលប្រជុំទៅដោយសមាជិកជាច្រើនដើម្បីទៅរូងចចកសដែលអ្នកទាំងអស់នេះនឹងទៅជំនួសអាកដែលអវត្តមានហ្នឹងតែធៀបពិតក្រៃចាត់ឲ្យអាកទៅហ្នឹងគឺដើម្បីទម្លាក់ការងារឲ្យអាកទាំងស្រុងនោះទេហើយបើយកមនុស្សទៅច្រើនចឹងមានលុយណាបើកឲ្យចឹងក្រៃក៏ចង់ឲ្យទៅតែពាក់កណ្ដាលបានហើយតែសមាជិកទាំងអស់ហ្នឹងក៏ចាប់ផ្ដើមភ័យព្រោះស្ថានភាពដែលក្រៃចង់ឲ្យអាកទៅហ្នឹងប្រកាសជាមានគ្រោះថ្នាក់ខ្លាំងណាស់ហើយពួកគេពាក់កណ្ដាលហ្នឹងធ្វើមិនអាចស្មើនឹងអាកម្នាក់ចឹងក្រៃក៏សួរពីប្រាក់រង្វាន់ដែលបានពីបេសកកម្មហ្នឹងដែលវាគ្មានបញ្ហានោះទេចឹងក្រៃក៏ប្រោយពួកគេទៅទាំងអស់ឃើញពួកហ្នឹងភ័យចឹងក្រៃក៏បារម្ភខ្លាចស្លាយនៅក្នុងរូងហ្នឹងដែរពេលហ្នឹង List ក៏ផ្ដល់យោបល់ថានាងក្រៃនិង Tino ហ្នឹងទៅក៏បានដែរមិនចាំបាច់មានមនុស្សច្រើនចឹងទេតែក្រៃបដិសេធមិនទៅដាច់ខាតダメなものはダメចៃដន្យនេះសមាជិក Clan គេនឹងពិតជាចង់ឲ្យក្រៃទៅដឹកនាំចឹងក្រៃក៏បានយកលេសរវល់ឲ្យគេនឹងទៅពេលក្រោយចឹងមុននឹងក្រៃទៅដល់គេឲ្យក្រុម Obsidian Cross នឹងជាអ្នកដឹកនាំពេលចាក់ចែងនឹងសមាជិកម្នាក់ក៏សួរក្រៃថាបេសកកម្មនឹងត្រូវប្រុងប្រយ័ត្នអីអត់ចឹងក្រៃក៏បានប្រាប់ឲ្យគេនឹងប្រុងប្រយ័ត្នទៅលើសត្វដែលមានសភាពដូចជា Slime តែវាមិនមែនជា Slime ធម្មតានោះទេហើយណាមួយគេមិនដឹងថាវាអាចនឹងមានឬអត់នោះដែរCochlear ក៏ដឹងពីដំណឹងអ្នកប្រមាញ់ជាច្រើនមករោងចចកសចឹង Sophia នឹងប្រាប់ថាប្រព័ន្ធការពាររបស់នាងនឹងគឺមានតែមនុស្ស3នាក់ប៉ុណ្ណោះដែលអាចបំបែកបានទី1គឺក្រៃ Andri ទី2 List Smart និងទី3 Citri Smartតែ3នាក់ហ្នឹងគឺមិនបានចូលរួមបេសកកម្មហ្នឹងទេហើយនាងក៏បានលើកឡើងថា Citri ហ្នឹងគឺជាសត្រូវរបស់នាងដែលនាងចង់កម្ចាត់ចោលព្រោះ Citri ហ្នឹងបានព្យាយាមលួចកំណត់របស់ Cochlear នៃការស្រាវជ្រាវពីរូបមន្តនៃម៉ាណាហ្នឹង Sven ក៏បានលើកដុំថ្មមួយមកស្ដាប់ចឹងទៅហើយក៏បានប្រាប់ឲ្យគ្នាគេហ្នឹងផ្លុំកញ្ចែប្រកាសអសន្នដើម្បីជួបជុំគ្នានៅខាងក្រៅរូងចឹងក៏មានអាមួយសក់ឆេហ្នឹងតវ៉ាថាគ្រាន់តែក្រៃដែលនៅទឹក Clan មិនធ្វើអីសោះប្រាប់ឲ្យប្រយ័ត្ន Slime ក៏គេភ័យដែរចឹង Sven ក៏ថាបើសិនជាក្រុម Griever គេមិនផ្លុំកញ្ចែនោះទេតែដោយសារក្រុមគេភាគច្រើនជាអ្នកព្យាបាលចឹងច្បាប់ទម្លាប់គេហ្នឹងគឺមិនអាចឲ្យមានអ្នកត្រូវរបួសនោះទេហើយបើក្រុមអាសក់ឆេហ្នឹងចង់ទៅងាប់ក៏ទៅគេមិនហាមនោះទេតែ Sven ក៏បានប្រាប់ពីរឿងអតីតកាលមួយដែលក្រៃហ្នឹងបានបបួលពួកគេទៅកម្មវិធីមើលផ្កាថែមទាំងប្រាប់ឲ្យយកអាវុធទៅទៀតព្រោះអីវានៅក្រៅក្រុងហើយកន្លែងដែលគេទៅមើលផ្កានោះបានក្លាយជារូងកំណប់បាត់ទៅហើយ花見を始めようまるでは乾杯ដែលមានឈ្មោះថា Prism Garden ចឹង Sven គិតថាក្រៃហ្នឹងអាចមើលដឹងពីអនាគតហេតុនេះបានជាគេចំណាយលុយទិញទូរស័ព្ទតាក់ទងព្រោះព័ត៌មានរបស់ក្រៃហ្នឹងគឺមានតម្លៃណាស់កន្លែងមកមើល Clan វិញគឺ Citri ហ្នឹងកំពុងអវល់ក្រៃឲ្យឆាប់ទៅរូងចចកសហ្នឹងពេលនោះ Citri ក៏បានត្រឡប់មកវិញតែក្រៃមិនទាន់បាននិយាយអីផង Citri ក៏ស្ម័គ្រចិត្តជួយព្រោះសត្រូវលើកនេះគឺខ្លាំងសម្បើមណាស់ដែលត្រូវកំទេចចោលមុននឹងគេខ្លាំងខ្លាជាងនេះហើយក៏បានជជែកគ្នាទៅចំណែកការក៏រៀបចំចេញទៅរូងចចកសនឹងដែរព្រោះគេខឹងលើកមុនវាយជាមួយ List មើលងាយពេកហើយ Citri ក៏បានចេញមកសុំទៅដោយសារផងហើយរូងចចកសនឹងមានរឿងអ្វីកើតឡើងចាំទស្សនានៅភាគបន្តបាយ